តើគ្នាទោះបីជាកម្មវិធីទំនើបចេញដល់ណាដល់ណីហើយក៏ខ្ញុំអត់ចោល action របស់ខ្ញុំដែលខ្ញុំចេះពីមុនដែរខ្ញុំគិតថាទោះបីជាខ្ញុំចេះ action ក៏នៅតែមានប្រយោជន៍ឥឡូវដែរខ្ញុំអាចមកថែមថយមក touch up ពីលើរូបនឹងពេលខ្លះខ្ញុំអត់សប្បាយចិត្តនឹង AI វាធ្វើអត់បានល្អខ្ញុំក៏មកទាញដោយដៃផ្ទាល់ក៏មានដែរនិយាយទៅដូចជាពលឺដូចជាកន្លែង shadow អញ្ចឹងខ្ញុំនៅតែប្រើ action កន្លែងណាយើងផាត់ថែមនិយាយទៅយើងផាត់ថែមវាកាន់តែស្អាតដែរណាហើយខ្ញុំនៅតែប្រើដែរទេថ្ងៃហ្នឹងខ្ញុំនៅតែភ្ជាប់មួយកម្មវិធី AI ហើយនឹងភ្ជាប់មួយនឹង action យើងគឺនៅតែដំណើរការទូទៅធម្មតាណាអូខេនិយាយទៅសម្រាប់យើងផុសបើយើងអត់ទៅពេញចិត្តនៅកន្លែងណាយើងថែមថយពីលើហ្មងទៅវាកាន់តែលឿនខ្ញុំគិតថាវាមិនយូរប្រហែលទេគ្រាន់តែយើងផាត់ពីលើយើងចង់ឲ្យរៀងផាត់ទៅរៀងធ្ងន់ជាងមុនរៀងភ្លឺជាងមុនហើយនឹងសរងរៀងរើបន្ថែមអីមួយក៏យើង retouch ពីលើបន្ថែមទៀតក៏ដំណើរការវានៅតែល្អអញ្ចឹងហើយនិយាយទៅ Photoshop យើងអាចចោលបានហ្មងនិយាយទៅ Photoshop វា retouch វាអីល្អទោះបីជាកម្មវិធីណាមួយចំនួនក៏យើងមិនអាចចោលវាបានទេហើយខ្ញុំនៅតែប្រើ action នឹងវាមានតាំងពី background ឲ្យស្ទុំអញ្ចឹងអាហ្នឹងខ្ញុំចងវាជា action ខ្ញុំនៅតែប្រើហើយខ្ញុំក៏មានលាយមួយ beautify បន្ថែមអីតិចតួចដែរព្រោះ beautify វាជំនួយធ្វើពលឺអីដោយដៃអីណាគាត់ថាវាធ្វើលឿនពលឺដោយ AI ហ្នឹងវាអត់លឿនដូច beautify ទេនិយាយទៅយើងបន្ថែមតិចទៅវាកាន់តែស្អាតណាហើយ beautify ហ្នឹងយើងថែមយើងចេះលេងថែមថយតិចទៅវាស្អាតហើយបើថាយើងអត់ចេះលេងអត់ចេះសេរីទេវាធ្វើឲ្យរូបយើងកាន់តែវារវល់កាន់តែ BC មកអញ្ចឹងខ្ញុំអត់មានអីថ្មីទេអានេះខ្ញុំគាត់ review action របស់ខ្ញុំដែលខ្ញុំនៅតែប្រើអត់ទាន់បោះបង់វាដែរហើយក៏យើង retouch ពីលើតិចណា